រួមគ្នាបង្កើនសក្តានុពលខួរក្បាលកុមារនិងបណ្ដុះវប្បធម៌ចិញ្ចឹមអប់រំកូនបែបវិជ្ជមានកូនរបស់ខ្ញុំនឹងមានភាពក្លាហាននៅក្នុងការធ្វើបទបង្ហាញបកស្រាយទៅលើប្រធានបទជាក់លាក់ណាមួយគាត់បានលើកឡើងគាត់បានស្រមៃគិតពីក្តីសុបិននាពេលអនាគតរបស់ពួកគាត់អាជីពការងារដែលគាត់ស្រឡាញ់និងអាចជួយឲ្យមនុស្សនៅជុំវិញខ្លួនឬក៏ជួយមនុស្សទូទៅហើយគាត់ក៏មានភាពរហ័សរហួននៅក្នុងការត្រិះរិះពិចារណាមានហេតុផលនេះគឺជាការលើកឡើងរបស់អ្នកម្ដាយដែលជាអាណាព្យាបាលរបស់សិស្សនៅក្នុងកម្មវិធីប្រគល់បានបញ្ចប់ការសិក្សានិងលិខិតសរសើរសម្រាប់សិស្សឆ្នើមរបស់សាលា CGDA កម្ពុជាដែលសម្ពោធសៀវភៅ CGDA ជាភាសាខ្មែរកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនដែលហៅកាត់ថា CJCC រាជធានីភ្នំពេញបើតាមអាណាព្យាបាលរបស់សិស្សដែលគាត់បានលើកឡើងថាការរៀនរបស់កូនគាត់នៅសាលា CGDA ទាំងកូនរបស់គាត់ក៏ដូចជារូបគាត់ផ្ទាល់គឺបានទទួលនៅការបង្ហាត់បង្រៀនពីអ្នកគ្រូហើយគាត់ក៏ទទួលបាននៅវិធីសាស្ត្រផ្សេងដែលជួយជំរុញនិងលើកទឹកចិត្តកូនរបស់គាត់បន្ថែមទៀតធ្វើឲ្យកូនមានភាពកក់ក្ដៅគាត់ក៏បានបញ្ជាក់ទៀតថាកូនរបស់គាត់គឺជាក្មេងដែលចេះគិតល្អិតល្អន់និងមានអត្តចរិតងាយនឹងចុះសម្រុងជាមួយនឹងមិត្តភ័ក្តិនិងអ្នកជិតខាងនិងមនុស្សនៅជុំវិញខ្លួនគាត់ហើយកូនរបស់គាត់តែងតែទទួលបាននៅក្តីស្រឡាញ់ពីអ្នកនៅជុំវិញដែលធ្វើឲ្យគាត់ខ្លាយទៅជាក្មេងដែលមានទំនុកចិត្តលើខ្លួនឯងនិងមានចំណាត់ថ្នាក់ល្អនិងមានការគិតបែបមនុស្សចាស់ផងដែរជាងនេះទៅទៀតបើតាមអាណាព្យាបាលចាដែលគាត់គឺជាតំណាងអាណាព្យាបាលសិស្សបានចាបើតាមអ្នកស្រីកេងរតនាដែលជាតំណាងអាណាព្យាបាលសិស្សបញ្ចប់ការសិក្សានៅសាលា CGDA កម្ពុជាក៏បានបញ្ជាក់ដែរថាក្នុងនាមជាអ្នកម្ដាយគឺគាត់បានពិតជាមានការរីករាយនៅក្នុងដំណើរជាមួយនឹង CGDA កម្ពុជាពីព្រោះវាពិតជាទទួលបាននៅលទ្ធផលជាច្រើនដែលលើសពីការរំពឹងទុកហើយនេះគឺជាវិធីសាស្ត្រដ៏ល្អមួយដែលគាត់ចង់ចែករំលែកទៅដល់អាណាព្យាបាលទាំងឡាយលោកឪពុកអ្នកម្ដាយដើម្បីឲ្យពួកគាត់ទទួលបាននៅធនធាននៃការបណ្ដុះធនធានកាន់តែច្រើនសម្រាប់កុមារហើយពីមួយថ្ងៃទៅមួយថ្ងៃគឺកូនរបស់គាត់មានការទទួលបាននៅការវិវត្តនៃការគិតបែបជាមនុស្សដែលមានទំនួលខុសត្រូវនិងបែបមនុស្សចាស់ផងដែរមិនតែប៉ុណ្ណោះគាត់ក៏ពិតជាអាចធ្វើបាននៅអ្វីដែលជាការខិតខំប្រឹងប្រែងនិងការសម្រួចទៅលើក្តីស្រមៃរបស់ពួកគាត់អញ្ចឹងហើយអាណាព្យាបាលទាំងឡាយគឺគាត់មានការយកចិត្តទុកដាក់ដោយសារតែការបណ្ដុះការសិក្សានេះមិនមែនត្រឹមតែសិស្សនៅសាលាទេគឺគ្រូបានផ្ដល់នៅបទពិសោធន៍ឬក៏ការបង្ហាត់បង្រៀនបន្ថែមទៅលើអាណាព្យាបាលឪពុកម្ដាយរបស់សិស្សនឹងឲ្យមានការផ្សារភ្ជាប់ជាមួយនឹងសកម្មភាពនៅសាលាថែមទៀតអញ្ចឹងគឺជាផ្នែកមួយដ៏សំខាន់ហើយសាលា CGDA កម្ពុជាគឺជាសាលាមួយដែលទទួលបាននៅការគាំទ្រពីអាណាព្យាបាលសិស្សនៅក្នុងប្រទេសកម្ពុជាថែមទៀត